Mà số giây pon thằng thì đọc từng ngọc này dương chụp này mà xa tiết nơi cùng này lùm hạt mê riêng thằng tí đọc tụm po tí sam sập muối đã trời nâng mê riêng tí mùi và mê riêng tí mùi cho nà trón hay lùm hạt vào dương này cứ lùm hạt lấy đọc mùi đã bởi dương kịch tới vì tẹt tường chú mùi nâng vạch tờ là bươn mà xuống và hai nâng vạch tờ là bươn cần nè và nó muối crab này tí tăng ấy chia nó cùng này pel robot chùm nóiรูปធាតុមួយផ្លាស់ទីតាមបណ្ដោយ AX បង្ហាញដូចក្នុងរូបខាងស្នាមគួរដាក់ខាងស្នាមដាក់ខាងក្រោមហ្មងទៅណាបាទកំណត់ vector ល្បឿនមធ្យមចន្លោះពេល t ស្មើនឹង 1.50 វិនាទីទៅ t ស្មើ 4.0 វិនាទីខគេឲ្យកំណត់ vector ល្បឿនគណៈត្រង់ t ស្មើ 2 វិនាទីមានមេគុណប្រាប់ទិសនៃបន្ទាត់បង្ហាញក្នុងក្រាបកើតម្លៃ t មកកំណត់តម្លៃ t ដែលមាន vector ល្បឿនស្មើ0បើលំហាត់នេះបើយើងមើលក្រាបទៅវាអត់ប្របាក់សំខាន់យើងស្គាល់និយមន័យបាទ vector ល្បឿនមធ្យមបាទ vector ល្បឿនគណៈហើយសួរ vector ល្បឿនមធ្យមហ្នឹងយើងមើលទៅលើអីបាទអញ្ចឹងបើ vector ល្បឿនមធ្យមគឺមើលទៅលើខ្សែកោងនេះអាក្រាបពណ៌ក្រហមបាទក្រាបពណ៌ក្រហមខ្សែកោងបាទចន្លោះពេលណាទៅពេលណាអាហ្នឹងយើងមើល vector ល្បឿនមធ្យមប៉ុន្តែបើសិនជាយើងនិយាយពី vector ល្បឿនគណៈគឺសិក្សានៅត្រង់គណៈពេលណាមួយហើយយើងមើលលើបន្ទាត់ប៉ះខ្សែកោង vector ល្បឿនគណៈគឺជាមេគុណប្រាប់ទិសនៃបន្ទាត់ប៉ះខ្សែកោងតាមនិយមន័យណាបាទឥឡូវយើងទៅកកំណត់ vector ល្បឿនមធ្យមក្នុងចន្លោះពេល 1.5 វិនាទីទៅ4វិនាទីបាទអញ្ចឹងបើយើងគិតពីរូបមន្តគឺ VAV ស្មើនឹង x2 ដក x1 នៅលើ t2 ដក t1 បាទអញ្ចឹងដោយយើងមើលនៅក្នុងក្រាប t1 គឺគេយក1.5 វិនាទីអញ្ចឹងយើងមើលក្នុងក្រាបនេះក្រាបវិនាទីក្រាបរយៈពេលគឺតាងឲ្យអាដេកបាទ 1.5 គឺនៅពាក់កណ្ដាលនេះអញ្ចឹងបើ t1 ស្មើ 1.5 វិនាទី x យើងមើលនៅលើខ្សែកោងពណ៌ក្រហមយើងតម្លាក់មកស្មើ8បាទអញ្ចឹងដោយ t1 ស្មើ 1.5 វិនាទីអញ្ចឹង x ស្មើ8ម៉ែត្រអញ្ចឹងយើងមើលនៅក្នុងហ្នឹងបាទនេះ8ម៉ែត្រចំណោលមកហើយយើងមើលt2 គឺ4វិនាទី4វិនាទី4វិនាទីនៅកន្លែងនេះឃើញទេ4វិនាទីយើងចំណោមប៉ះត្រង់ខ្សែកោងពណ៌ក្រហមរបស់យើងហើយចំណោលមកលើនេះគឺបាទវាត្រូវនឹង2ម៉ែត្រអញ្ចឹង t2 ស្មើ4វិនាទីនាំ x ស្មើ2ម៉ែត្របាទនៅត្រង់ចំណុចនេះសំខាន់យើងត្រូវដឹងថា vector ល្បឿនមធ្យមគឺគិតទៅលើនេះខ្សែកោងបាទចន្លោះពី1ទៅ1អញ្ចឹងគេមើលលើខ្សែកោងបាទអញ្ចឹងយើងបាន VAV ស្មើបាទ x2 គឺ2ម៉ែត្រហើយ x1 គឺ8ម៉ែត្រហើយ VAV គឺចន្លោះពេលហ្នឹងគឺ t បប4ដកឲ្យ 1.5 ហើយយើងគណនាមកឃើញដក 2.4 ម៉ែត្រក្នុងវិនាទីបាទអញ្ចឹង vector ល្បឿនមធ្យមរបស់យើងគឺដក 2.4 ម៉ែត្រក្នុងវិនាទីមានន័យថានៅពេលដែលវាចន្លោះពី 1.5 វិនាទីទៅ4វិនាទីហ្នឹងគឺល្បឿនវាថយចុះបាទល្បឿនវាថយចុះបាទល្បឿនមានទៅឲ្យផ្ទុយពីមុនបាទអញ្ចឹងវាមានសញ្ញាដកនេះចន្លោយបាទដូចនេះនៅចន្លោះពេល t ស្មើ 1.5 វិនាទីគឺបើ VAV ស្មើដក 2.4 វិនាទីបាទនេះជាចន្លោយបាទចម្លើយរបស់យើងទៅសំណួរមួយទៀតគឺសំណួរខគេឲ្យកំណត់ vector ល្បឿនគណៈល្បឿនត្រង់ទីតាំងណាមួយជាក់លាក់បាទគណៈណាគណៈ t ស្មើ2វិនាទីយើងចាំនិយមន័យ vector ល្បឿនគណៈគឺជាមេគុណប្រាប់ទិសនៃបន្ទាត់ប៉ះខ្សែកោងអញ្ចឹងដើម្បីរើម vector ល្បឿនគណៈគេគូសបន្ទាត់ប៉ះខ្សែកោងនៅត្រង់គណៈពេលណាមួយដែលគេសួរហ្នឹងឥឡូវគណៈ
ពេលតេស្មើ2វិនាទីនេះត្រង់ចុចពណ៌ខៀវនេះហើយគេគូសបន្ទាត់ប៉ះខ្សែកោងនឹងទៅពេលដែលយើងគូសបន្ទាត់ប៉ះខ្សែកោងហ្នឹងយើងអាចសិក្សានៅគណៈណាក៏បានដែរចន្លោះពេលនៅណាក៏បានដែរមេគុណប្រាប់ទិសយើងអត់ពិបាករើទេនៅក្នុងសម័យការបន្ទាត់មេគុណប្រាប់ទិស a ស្មើ y 2ដក y 1នៅលើ x 2ដក x 1អញ្ចឹងទៅអញ្ចឹងឥឡូវនៅលើបន្ទាត់ពណ៌ខៀវនេះបន្ទាត់ពណ៌បៃតងអញ្ចឹងយើងមើលតាណាក៏បានដែរបាទដើម្បីងាយគិតអញ្ចឹងតាមរូបមន្តដូចគ្នាបាទ v ស្មើ xd ដក xc នៅលើ td ដក tc បាទឥឡូវ d នៅណាបាទគូឲ្យសិននេះត្រង់ចំណុច c បាទត្រង់ចំណុច c គឺគ្រូយកចំណុចនេះនៅលើបន្ទាត់ប៉ះខ្សែកោងនេះបាទបន្ទាត់ប៉ះខ្សែកោងត្រង់ចំណុច t ណានេះត្រង់ចំណុច c អញ្ចឹងគ្រូរងយកត្រង់ចំណុច c គឺ1វិនាទីហើយនឹងពាក់កណ្ដាលម្ដងនេះ9កន្លះបាទយកកន្លែងហ្នឹងប៉ុន្តែយើងយកកន្លែងណាទៀតក៏បានដែរយើងនិយាយទៅឲ្យនៅលើបន្ទាត់ប៉ះខ្សែកោង2ចំណុចយកកន្លែងណាក៏បានដែរអញ្ចឹងគ្រូយកត្រង់ចំណុច c មួយបាទអញ្ចឹង tc ស្មើ1វិនាទីបាទយើងចំណោលមកត្រង់ចំណុច c xc គឺស្មើនឹង9កន្លះបាទហើយដល់ពេលយើងមើលត្រង់ d វិញបាទ td គឺយើងមើលត្រង់ d គឺគណៈពេលហ្នឹងគឺពាក់កណ្ដាលបាទនៅចន្លោះ3និង4គឺ 3.5 ដល់ពេលចម្ងាយរបស់វា x ត្រង់ d ហ្នឹងយើងចំណោលកែងមកលើ x មកស្មើ0អញ្ចឹងគ្រូយកគណៈពេលហ្នឹងគឺស្រួលគិតតែបើយើងយកគណៈពេលនៅនេះក៏បានដែរនេះកន្លែងនេះក៏បានដែរបាទនិយាយឲ្យទៅនៅលើបន្ទាត់ប៉ះខ្សែកោងហ្នឹងបាទបន្ទាត់ពណ៌បៃតងហ្នឹងយើងអាចដោះស្រាយយកទីតាំងកន្លែងណាក៏បានដែរគួរដោះស្រាយមកចន្លោយតែមួយទេបាទអញ្ចឹងយើងបានយកជំនួសចូលទៅកន្លែងនេះមិន v អា v ណា vector ល្បឿនខណៈបាទសុំទោសអញ្ចឹងគ្រូឆូតចោលនេះដាក់ទៅ v ទៅទេទៅបានហើយបាទជាប់ v អា v បាទ vector ល្បឿនខណៈដូចនេះ vector ល្បឿនខណៈគឺ xd ស្មើ0ដកxc គឺប៉ុណ្ណឹងហើយនឹង t បាទ t រយៈពេល t d 3.5 ហើយដក1យើងកណនាវាមកបាទចម្លើយឃើញដកទៀតបាទសញ្ញាដកគឺដក 3.8 ម៉ែត្រក្នុង1វិនាទីមានន័យថាល្បឿនរបស់វាមានទិសដៅផ្ទុយពីចលនាដើមដំបូងណាបាទអញ្ចឹងសញ្ញាដកបាទនេះគឺជា vector ល្បឿនខណៈបាទចម្លើយ vector ល្បឿនខណៈមកប៉ុណ្ណឹងដល់ពេលsnooker គេឲ្យកំណត់តម្លៃទេដែល vector ល្បឿនខណៈស្មើ0តើ vector ល្បឿនខណៈស្មើ0ស្មើនៅកន្លែងណាជាមើលក្រាបណាចម្ងាយចូលថយចុះថយមកដល់កន្លែងនេះវាចាប់ផ្ដើមកើនឡើងវិញបាទបើយើងគិតទៅវាថយចុះចម្ងាយថយរហូតដល់កន្លែងនេះអស់ហើយវាចាប់ផ្ដើមកើនអញ្ចឹងនៅពេលដែលចម្ងាយនៅពេលវាថយរហូតដល់អស់ហើយចាប់ផ្ដើមកើនឡើងវិញចាប់ផ្ដើមមានកើនឡើងវិញណាអញ្ចឹងអាចកន្លែងចំណុចនេះគឺចំណុចអបបរមាអញ្ចឹងចម្ងាយកន្លែងអបបរមាគឺជាចំណុចដែលល្បឿនស្មើ0ហ្នឹងឯងអញ្ចឹងតាមក្រាបតម្លៃ x អបបរមាតម្លៃទាបបំផុតគឺត្រង់ទីតាំង x ស្មើ2វិនាទីហើយនឹងម៉ានx ស្មើ2វិនាទីបាទសំទោស x ស្មើ2ម៉ែត្រកន្លែងហ្នឹង x ស្មើ2ម៉ែត្រស្អីខុស x ស្មើ2ម៉ែត្រទីតាំង x ស្មើ2ម៉ែត្រហើយនឹង t ស្មើ2វិនាទីបាទគ្រូសេខុសតិចបាទត្រង់ទីតាំងហ្នឹងត្រង់ទីតាំង x ស្មើ2ម៉ែត្រ t ស្មើ4វិនាទីបាទ4វិនាទីត្រង់កន្លែងនេះបាទចំណោលកែងមកអញ្ចឹងត្រង់ទីតាំងហ្នឹងជាទីតាំងដែល x អបបរមាអញ្ចឹងមានន័យថាវាថយចុះល្បឿនថយអស់ល្បឿនហើយបានអស់ល្បឿនវាអស់ចម្ងាយចោហើយអស់ល្បឿនរបស់វានៅត្រង់ទីតាំងហ្នឹងហើយចាប់ផ្ដើមវាកើនឡើងវិញចម្ងាយចោកើនឡើងអញ្ចឹងដូចនេះតម្លៃ t ដែលត្រូវនឹងល្បឿនស្មើ0គឺ t ស្មើ4វិនាទីបាទខណៈ t ស្មើ4វិនាទីហ្នឹងគឺល្បឿនវា0ហើយបាទល្បឿនវា0បាទនៅត្រង់ចំណុចហ្នឹងបាទអញ្ចឹងអស់ហើយលំហាត់របស់យើងលេខ16មានតែប៉ុណ្្នឹងទេហើយយើងនឹងសល់លំហាត់លេខ17 18និង19ទៀតបាទមានតែប៉ុណ្្នឹង
ចឹងចប់ត្រឹមហ្នឹងហើយជួបគ្នានៅលំហាត់បន្ទាប់